Ok, ta mấy rương ở vậy cả là nộp về đại phúc đây là dạy bị cái tạo bằng cách application này dạy bị restriction cả đã cũng hết này dạy bị structure cả đại miền ra chân là sắm bố rư có phúc đây dạy bị discipline không cả miền vị này không cả thưa với môi rư có chỉ phúc đây này dạy bị responsibility cả tầm nụ khó trời bỏ dương nắng cứ chỉ phúc xa rấn cho từ không đời ra này có đây chia đời ra này có đây miền ca giờ trong ở chỗ chất chăm ấy chớ ở chỗ chất mẹ này mà phép quạt hay quạt khó ấy chia thời này con đại ba rừng tự chế chia thời này con đại phơi ấy ban tâm mà trái Aries ta với nâng miên hưởng ở vậy cả lại trắng ngày nắng nhôm nâng mau đi dậy ông pí Saran cho từ khung từ ra này có Aries hello đây là tầng kia nhung curi hay ngày nắng nhung trăng mang dậy ông pí Saran cho từ khung từ ra này có Aries đại sa từ nực khung ngày tim mà pay pram nắng cứ phục Saran nâng cho từ ra này có Aries hayสำหรับการ transit មួយហ្នឹងគឺមានរយៈពេល3ឆ្នាំគឺថា Saran នឹងស្ថិតនៅក្នុងតារានិករ Aries ក្នុងចាប់ពីឆ្នាំ2025ហ្នឹងទៅរហូតដល់ឆ្នាំ2028ក៏ប៉ុន្តែយើងដំបូងហ្នឹងនៅថ្ងៃទី25ហ្នឹងគឺយើងចូលភ្លាមភព Saran ចូលទៅក្នុងតារានិករ Aries ក៏ប៉ុន្តែនៅក្នុងថ្ងៃទី13 ខែ 7 គឺភព Saran ហ្នឹងនឹង retrograde ត្រឡប់មកក្នុងតារានិករ Pisces វិញហើយនឹងចប់ retrograde ហ្នឹងគឺនៅថ្ងៃទី28 ខែ 11 អញ្ចឹងគឺវានឹង direct ទៅវិញហើយអញ្ចឹងតែយើងគួរតែ expect អ្វីខ្លះយើងគួរតែរំពឹងទុកអ្វីខ្លះកើតឡើងនៅក្នុងកំឡុងពេលហ្នឹងអញ្ចឹងវីដេអូនេះខ្ញុំនឹងបកស្រាយជូនអ្នកទាំងអស់គ្នាតែម្ដងទាំងថាអត្តន័យនៅក្នុង Aries ចូលទៅនៅក្នុងភព Saran ចូលទៅក្នុងតារានិករ Aries ហើយជាមួយនឹងអ្នកដែលគាត់មាន Saran return នៅក្នុងឆ្នាំហ្នឹងហើយក៏អាចនឹងខ្ញុំនឹងនិយាយអំពីតារានិករនីមួយៗដែលគាត់អាចនឹងប៉ះពាល់នៅក្នុងកំឡុងពេល Saran នៅក្នុង Aries នឹងផងដែរអញ្ចឹងដំបូងមុននឹងយើងចូលទៅក្នុងហ្នឹងគឺយើងត្រូវដឹងអត្ថន័យរបស់ភព Saran សិនអញ្ចឹងសម្រាប់ភព Saran គឺជាដូចជាយើងដឹងហើយភព Saran គឺជាភពដែលតាក់ទងជាមួយនឹងការវិន័យតាក់ទងជាមួយនឹងរចនាសម្ព័ន្ធឬក៏អាចនិយាយចំពី foundation របស់យើងគេថាបានជា structure ឬក៏ជារចនាសម្ព័ន្ធដែលយើងត្រូវពិភពអីដើម្បីឲ្យយើង build ជា legacy សម្រាប់ភព Saran គឺជាភពដែលយើងត្រូវតែធ្វើបើយើងធ្វើការជាមួយភព Saran បានល្អគឺយើង build ជា legacy តដំណើរយូរអង្វែងតែម្ដងអញ្ចឹងសម្រាប់ភព Saran គឺជាភពដែលក៏អត់ចូលចិត្តធ្វើអីបានតាមផ្លែតទេហ្នឹងហើយអញ្ចឹងភព Saran គឺជាភពដែលទាមទារអ្នកទាំងអស់គ្នាឲ្យមានវិន័យឲ្យមានរចនាសម្ព័ន្ធឲ្យមាន step by step យើងត្រូវមាន plan ត្រូវធ្វើបែបណាហើយជាភពមួយដែលលក្ខណៈថាអាចនឹងគាត់រៀង delay គាត់អាចនឹងរៀងមិនបញ្ញាប់ធ្វើអីហើយក៏មិនជា high risk គាត់ជាចំភពរបស់ Saran គឺជាភពដែលអត់បថុយបឋានទេគឺគាត់ធ្វើអីគឺគាត់គិតទៅអនាគតធ្វើមិនឲ្យវាបានកេរដំណែលដែលមានមូលដ្ឋានគ្រឹះរឹងមាំហ្នឹងគឺជាអត្ថន័យរបស់ភព Saran ប៉ុន្តែតារានិករ Aries គឺថាយើងដឹងអី Aries គឺគាត់នឹកឃើញធ្វើអីក៏គាត់ធ្វើភ្លាមលក្ខណៈថាបើសិនជាផ្លូវនឹងអត់ដើរទ្វារនឹងបើកអត់ចេញគឺគាត់ផ្លោះប្អួចហ្នឹងហើយប៉ុន្តែ Saran គឺអត់ទេទ្វារនឹងបើកអត់បានធ្វើមិនឲ្យទ្វារនឹងបើកបានរកវិធីតតែទ្វារនឹងបើកបានអញ្ចឹងគឺយើងដឹងបាត់ហើយគ្រាន់តែប៉ុណ្្នឹងគឺពីរហ្នឹងគឺអត់ចូលគ្នាទេហ្នឹងហើយអត់ចូលគ្នាតែម្ដង Saran ជាមួយនឹង Aries គឺអត់ចូលគ្នាទេអញ្ចឹងគឺដោយសារតែ Saran គឺជាតារាគឺជាភពដែល rule ដែល Capricorn ហ្នឹងហើយវា exile នៅក្នុងតារានិករ Libra ដែលធ្វើឲ្យវា fall in នៅក្នុងតារានិករ Aries ដូច្នេះហើយគឺពីរហ្នឹងគឺ energy គឺផ្ទុយគ្នាខ្លាំងតែម្ដងអញ្ចឹងនៅពេលដែល Saran ចូលទៅក្នុងតារានិករ Aries គឺថា Saran នឹងបង្ខំឲ្យតារានិករ Aries មានទំនួលខុសត្រូវលើខ្លួនឯងទំនួលខុសត្រូវលើអ្វីដែលខ្លួនឯងធ្វើមិនថាវាថាចេះពីមុនណាអាចនឹងនិយាយបានថាយើងតែងតែនិយាយថាអូខ្ញុំរកស៊ីអត់បានដោយសារតែអត់មានអ្នកជួយខ្ញុំរកស៊ីខ្ញុំធ្វើអានេះអត់ជោគជ័យដោយសារតែមានគេធ្វើកាត់មុខខ្ញុំដោយសារតែខ្ញុំអត់មានទូរស័ព្ទថ្មីខ្ញុំអត់មានកុងទ័រខ្ញុំអត់មានលុយអីដូចគេដែលយើងតែងតែបន្ទោសទៅអ្នកជុំវិញខ្លួនរបស់យើង
ក៏ប៉ុន្តែនៅពេលដែលសារ៉ាន់ចូលទៅក្នុងតារានិករ Aries គឺជាតារានិយាយចំគឺវា add cycle ហើយហ្នឹងហើយវាចាប់ផ្ដើមចូល cycle ថ្មីដូចជាតារានិករ Aries យើងដឹងស្រាប់ហើយគឺជាតារានិករដែលរៀងឆេវឆានិយាយចំដូចកូនក្មេងដូចខ្ញុំតែងតែនិយាយថាដូចកូនក្មេងហ្នឹងតារានិករ Aries គឺដូចជាកូនក្មេងហ្នឹងដោយសារតែគាត់ជាតារានិករដែលវាដំបូងគេក៏អាចនិយាយអំពីfirst ខ្លួនរបស់យើងដែរអញ្ចឹងវា rule the first house ដូចគ្នា Aries ចឹងណាអញ្ចឹងវាអាចនិយាយបានថានៅពេលដែលភពសារ៉ាន់ចូលទៅក្នុងតារានិករ Aries គ្រប់យ៉ាងគឺត្រូវ focus មកលើខ្លួនយើងតែម្ដងអញ្ចឹងពីមុនដែលយើងធ្លាប់តែបន្ទោថាអូប៉ាម៉ាក់ខ្ញុំអត់ជួយខ្ញុំឬក៏ប៉ាម៉ាក់ខ្ញុំមានរឿងធ្វើអីអត់ជោគជ័យដោយសារតែបងប្អូនដោយសារតែម៉ាក់ប៉ាអត់មានអ្នកណាជួយចេញដោយសារតែខ្ញុំអត់មានលុយដោយសារតែខ្ញុំអីហ្នឹងចាប់ពីពេលនេះទៅអ្នកទាំងអស់គ្នានឹងនិយាយចាប់ពីពេលហ្នឹងទៅគឺភពសារ៉ាន់នឹងសួរទៅអ្នកទាំងអស់គ្នាវិញថាហើយក៏ឲ្យអ្នកទាំងអស់គ្នាទទួលខុសត្រូវខ្លួនឯងថាគុំបន្ទប់អ្នកជុំវិញខ្លួនមើលសកម្មភាពខ្លួនឯងរាល់ថ្ងៃអ្នកឯងចង់ខ្លាយជាអ្នកមានតែអ្នកឯងធ្វើសកម្មភាពនឹងអត់នឹងគឺជាភពសារ៉ាន់នៅពេលដែលសារ៉ាន់ចូលទៅក្នុងតារានិករ Aries រឿងមួយនឹងចាប់ផ្ដើមកើតឡើងអ្នកទាំងអស់គ្នាសារ៉ាន់នឹងបង្ខំឲ្យអ្នកទាំងអស់គ្នាទទួលខុសត្រូវមានទំនួលខុសត្រូវទៅលើសកម្មភាពខ្លួនឯងទៅលើសម្ដីខ្លួនឯងទៅលើអ្វីដែលខ្លួនឯងចង់បានដោយមិនបន្ទោសអ្នកណាផ្សេងទៀតទេបើអ្នកទាំងអស់គ្នាហើយសារ៉ាន់ក៏អាចសួរអ្នកទាំងអស់គ្នាបានដែរថាតើអ្នកទាំងអស់គ្នាជាអ្នកណាគេអ្នកទាំងអស់គ្នាចង់បានអីដោយសារតែនៅ first house ឡើងថាមកវា rising sign ខ្ញុំតទៅមុខទៀតក៏ប៉ុន្តែ energy មួយហ្នឹងនៅពេលសារ៉ាន់ចូល Aries energy មួយហ្នឹងគឺភាគច្រើនគឺយើងផ្ដោតទៅលើ energy របស់យើងផ្ដោតទៅលើអំណាចរបស់យើងគឺជាខ្លួនយើងមកហ្មងដោយសារតែ Aries rule first house អញ្ចឹងសារ៉ាន់នឹងបង្ខំហើយនឹងសួរអ្នកទាំងអស់គ្នាដែរតើអ្នកទាំងអស់គ្នាចង់បានអីអ្នកទាំងអស់គ្នាជានរណាគេតើអ្វីដែលអ្នកទាំងអស់គ្នាធ្វើរាល់ថ្ងៃហ្នឹងវាត្រូវនឹងអ្វីដែលអ្នកទាំងអស់គ្នាចង់បានអត់ឬក៏អ្នកទាំងអស់គ្នាលក្ខណៈថាអូខ្ញុំធ្លាប់តែបន្ទោសអ្នកផ្សេងធ្លាប់តាកតងជាមួយនឹងបន្ទោសជាមួយនឹង mental health ដូចគ្នាដោយសារអីកន្លែងហ្នឹងសំខាន់ដោយសារតែនៅពេលថ្ងៃទី25ហ្នឹងគឺយើងមាន Saturn ចូលតារានិករ Aries ហើយវា conjunction ជាមួយនឹង Neptune នៅក្នុងតារានិករ Aries ដូចគ្នាអញ្ចឹងពីមុនយើងបកទៅប្រហែលឆ្នាំមុន7ឆ្នាំអីមុនហ្នឹងគឺថាម្នាក់ដែលតាក់ទងជាមួយនឹងរឿង mental health ដោយសារតែ Neptune ជាតារានិករជាភពដែលនិយាយពី delusional ការសម័យ dreamy អីចឹងអស់ហ្នឹងគឺស្ថិតនៅក្នុងតារានិករ Pisces ដែលវា comfortable ខ្លាំងមែនតើដែលធ្វើឲ្យពួកយើងនឹងវា detach ពីពិភពលោកទាំងមូលតែម្ដងហើយតែងតែសម័យ dreamy អីចឹងក៏ប៉ុន្តែនៅពេលនេះគឺ Neptune ចូលទៅក្នុងតារានិករ Aries ហើយដែលវាធ្វើឲ្យការសម័យរបស់យើងនឹងវាចាប់ផ្ដើមចេញមកហើយហ្នឹងហើយវាលក្ខណៈថារឿងពីមុនរឿងតែពីមុនតាក់ទងជាមួយនឹង mental health អីអស់ហ្នឹងគឺយើងលែងអាចយកវាមកធ្វើជាលេសបានទៀតហើយអញ្ចឹងនៅពេលដែលវា conjunction នៅក្នុងតារានិករ Aries Saturn ជាមួយនឹង Neptune conjunction នៅក្នុងតារានិករ Aries ទៀតអញ្ចឹងអ្នកដែលធ្លាប់តែយកលេសខ្លួនឯងថាអូមកពីខ្ញុំរៀង stress មកពីខ្ញុំ depression បានខ្ញុំធ្វើអីអាហ្នឹងអត់កើតមកពីពេលខ្លះឆ្លោះគ្នាមួយសង្សារខ្លួនឯងនឹកឃើញសុកឆ្លោះគេទាំងដែលសង្សារខ្លួនយើងអត់មានធ្វើអីសោះប្តីយើងអត់មានខុសអីសោះហើយយើងមកទៅថាមកពីខ្ញុំមានtrust issue មកពីខ្ញុំមាន mental health issue មកពីខ្ញុំ depression អីហ្នឹងចាប់ពីពេលហ្នឹងទៅអ្នកទាំងអស់គ្នាលែងប្រើពាក្យហ្នឹងបានទៀតហើយពីព្រោះអីគឺថាចាប់ពីពេលហ្នឹងទៅជីវិតរបស់អ្នកទាំងអស់គ្នាគឺអ្នកទាំងនៅក្នុងកណ្ដាប់ដៃរបស់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអត់ធ្វើសកម្មភាពនៅក្នុងជីវិតរបស់ខ្លួនឯងទេអត់ធ្វើសកម្មភាពនៅក្នុងជីវិតរបស់ខ្លួនឯងទេគ្មានអ្នកណាគេមកជួយអ្នកទាំងអស់គ្នាបានទេក៏ប៉ុន្តែខ្ញុំមិនចង់ឲ្យអ្នកទាំងអស់គ្នាភ័យនោះទេនៅពេលដែលសារ៉ាន់ចូលទៅក្នុងតារានិករ Aries វាច្បាស់ថាវាអត់ comfortable ទេក៏ប៉ុន្តែវាគឺជាពេលវេលាមួយដែលល្អសម្រាប់យើងទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមអ្វីដែលថ្មីចង់ធ្វើអ្វីដែលថ្មីដោយសារតែខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹង Aries គឺជាតារានិករដំបូងគេតារានិករទី1អញ្ចឹងអាចនិយាយបានថាគឺជា new beginning អញ្ចឹងយើងចាប់ផ្ដើមសិក្សាស្រាវជ្រាវនៅមេរៀនដំបូងហើយដោយសារតែសារ៉ាន់គឺជាអាចនិយាយបានថាសារ៉ាន់គឺជាគ្រូរបស់យើងហើយតែងតែដាក់វិញ្ញាសាប្រឡងឲ្យយើងរហូតអញ្ចឹងនៅពេលដែលសារ៉ាន់ចូលទៅក្នុងតារានិករ Aries ច្បាស់ណាស់គឺវាអត់ស្រួលទេនិយាយចំសារ៉ាន់នៅក្នុងតារានិករណាក៏អត់ស្រួលដែរនិយាយបំបត្តិតែប៉ុណ្ណឹងហ្នឹងអញ្ចឹង
យើងចាប់ដើមពីមេរៀនទី1ដែលសារឹងគឺជាខ្លួនរបស់យើងតែម្ដងអញ្ចឹងអាចនឹងនិយាយបានថាដូចដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងគឺយើងអាចនឹងសួរខ្លួនឯងតែយើងចង់បានអ្វីយើងជានរណាគេសារឹងនឹងសួរយើងតែអញ្ចឹងតែម្ដងអញ្ចឹងវាជា best ជាពេលវេលា3ឆ្នាំក្នុង2ឆ្នាំកន្លះ3ឆ្នាំហ្នឹងគឺជាពេលវេលាដែលសំខាន់បំផុតសម្រាប់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាអាចថាអ្នកទាំងអស់គ្នាចង់ធ្វើអ្វីដែលថ្មីអញ្ចឹងយើងចាប់ផ្ដើមពីកន្លែងណាខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង rising sign មួយទៀតអញ្ចឹងណានឹងបន្ទាប់ពីហ្នឹងប៉ុន្តែនេះគឺជាពេលវេលាមួយដែលល្អសម្រាប់យើងទាំងអស់គ្នាវាអត់ស្រួលទេ yes វាអត់ស្រួលទេប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាធ្វើវាបានជោគជ័យនៅពេលដែលអ្នកទាំងអស់គ្នា adapt នឹងរៀនមេរៀនរយៈពេល3ឆ្នាំនឹងបានអ្នកទាំងអស់គ្នានឹង build ជា legacy តែម្ដងដោយសារតែភពសារ៉ិនគឺជាភពដែលទាមទារឲ្យយើងជោគជ័យក្នុងរយៈពេលយូរអង្វែងអូខេអញ្ចឹងតើភពសារ៉ិននៅក្នុងតារានិក Aries តើវាផ្ដល់អ្វីខ្លះឲ្យយើងទៀតអូខេអញ្ចឹងភពសារ៉ិននឹងសុំឲ្យអ្នកទាំងអស់គ្នាហ្នឹងអញនិយាយថាត្រង់អាភ្លើងនៅក្នុងខ្លួនរបស់យើងយល់អ្វីដែលខ្ញុំនិយាយហ៎ដោយសារតើចាតារានិក Aries គឺជាតារានិកធាតុភ្លើងត្រូវអត់ហើយពួកគាត់ឃើញអីគាត់ចាប់អារម្មណ៍ហើយគាត់ excited គាត់ចង់ឃើញរបស់ហ្នឹងល្អគាត់ចង់បានភ្លាមតែម្ដងហើយគឺភ្លើងហ្នឹងគឺចាប់ផ្ដើមឆេះមកហើយតិចឆេះមកហើយត្រូវវាចាប់ផ្ដើមឆេះហើយហ្នឹងអញ្ចឹងភពសារ៉ិននឹងសួរយើងថាតើយើងគួរធ្វើបែបណាឲ្យអាភ្លើងទូចរបស់អាល្ងើកភ្លើងរបស់Aries ហ្នឹងណាដែលយើងឃើញអាហ្នឹងដែលយើងចង់បានល្ងើកភ្លើងរបស់ហ្នឹងណាធ្វើឲ្យវាទៅជាភ្លើងមួយដែលធំហើយអាចឆេះបានយូរអង្វែងយល់អ្វីដែលខ្ញុំនិយាយ Yes ដោយសារតើ Aries ដូចយើងដឹងហើយគឺជាតារាកដែលឃើញភ្លាមធ្វើភ្លាមហើយបើអត់បានជោគជ័យភ្លាមទៅគាត់បោះបង់ចោលហ្មងក៏ប៉ុន្តែសារ៉ិននឹងសុំឲ្យអ្នកទាំងអស់គ្នាធ្វើមិនឲ្យបើសិនជាអ្នកទាំងអស់គ្នាពិតជាចង់បានអស់នឹងមែនពិតជាស្រឡាញ់ចង់ធ្វើអស់នឹងមែនអ្នកទាំងអស់គ្នាគួរតែធ្វើបែបណាដើម្បីឲ្យអាភ្លើងហ្នឹងវាទៅមុខបានល្អដោយសារតើរបស់អីក៏ដោយវាមិនបានមកងាយស្រួលទេការជោគជ័យការរស់ស៊ីការធ្វើជា business ចង់ធ្វើ business ការធ្វើជាបុគ្គលិកអីមួយទេមួយអីក៏ដោយយើងធ្វើអីក៏ដោយយើងមិនអាចទទួលបានភាពជោគជ័យភ្លាមទេត្រូវហើយអញ្ចឹងនឹងហើយវាអាចនឹងពិបាកដោយសារតើ Aries គឺគាត់លក្ខណៈថាជា energy មួយដែលថាគាត់ចង់បានភ្លាមបើសិនជាអត់បានគាត់ទៅរកអីផ្សេងទាំងដែលគាត់ភាគច្រើនគាត់អត់សូវជាបញ្ចប់អ្វីដែលគាត់ចង់បានទេក៏ប៉ុន្តែភពសារ៉ិននឹងសួរយើងហ្មងនឹងបង្ខំឲ្យយើងធ្វើបើយើងចង់បានអាហ្នឹងត្រូវតែធ្វើមិនធ្វើវាមិនដើម្បីឲ្យភ្លើងហ្នឹងវាឆេះបានយូរអញ្ចឹងដើម្បីឲ្យភ្លើងឆេះបានយូរយើងត្រូវការអីខ្លះយើងត្រូវការទៀមទាធ្វើការងារច្រើនណាស់ត្រូវអត់យើងត្រូវការងារខិតខំប្រឹងប្រែងច្រើនណាស់ត្រូវណាមួយយើងត្រូវរកអស់ផងដើម្បីអត់វាផងអស់សើមក៏ដុតអត់ឆេះទៀតត្រូវអត់ខ្យល់ខ្លាំងក៏វាអាចរលត់ទៀតត្រូវហើយអញ្ចឹងយើងត្រូវតែរកវិធីណាដើម្បីឲ្យភ្លើងនឹងឆេះបានយូរអញ្ចឹងយើងត្រូវការច្រើនត្រូវហ្នឹងហើយអញ្ចឹងវាអត់ងាយស្រួលទេក៏ប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាធ្វើវាបានហើយភ្លើងហ្នឹងនឹងឆេះកាន់តែយូរវាកាន់តែភ្លឺខ្លាំងត្រូវអត់ហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាកុំភ័យគាត់ថាយើងត្រូវការធ្វើការងារមួយវារៀងច្រើនតិចហើយវាអត់ស្រួលទេនៅក្នុងកំឡុងពេល3ឆ្នាំហ្នឹងគឺអត់ស្រួលទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវស្រួលខ្លួនឯងថាយើងចង់បានអ្វីពិតប្រាកដហើយកុំបន្ទោសអ្នកនៅជុំវិញខ្លួនយល់អ្វីដែលខ្ញុំនិយាយអត់ពីព្រោះអីសារ៉ិននឹងឲ្យយើងនឹងទទួលខុសត្រូវមានទំនួលខុសត្រូវទៅលើអ្វីដែលយើងធ្វើ Aries រោដល់ភពមកគឺនិយាយពីភពដែលនិយាយអំពី action អញ្ចឹងសកម្មភាពរបស់អ្នកទាំងអស់គ្នាទាំងប្រមាណទង្វើរបស់អ្នកទាំងអស់គ្នាទាំងប្រមាណមូលហេតុអីបានអ្នកទាំងអស់គ្នាអត់បាននៅអ្វីដែលអ្នកទាំងអស់គ្នាបានរាល់ថ្ងៃហ្នឹងសារ៉ិននឹងឲ្យអ្នកទាំងអស់គ្នាទទួលទំនួលខុសត្រូវមួយហ្នឹងអត់ឲ្យអ្នកទាំងអស់គ្នាទៅបន្ទោសអ្នកដទៃអីផ្សេងទៀតទេបើសិនជាអ្នកទាំងអស់គ្នាធ្វើការជាមួយនឹងបានល្អជាមួយនឹងសារ៉ិនបានល្អអ្នកទាំងអស់គ្នានឹងមានជោគជ័យយូរវង្វែងតែបើអ្នកទាំងអស់គ្នាអត់ព្រមធ្វើការជាមួយវាទេយ៉ា
ហ្នឹងគឺថាជីវិតរបស់អ្នកទាំងគ្នាអាចនឹងវាទៅតាមហ្នឹងហើយហើយ3ឆ្នាំហ្នឹងគឺខ្ញុំគាត់ថាអាចនឹងវាមិនសូវជាស្រួលអីប្រហែលទេហ្នឹងវាអត់សូវជាស្រួលអីប្រហែលទេប៉ុន្តែគឺជាពេលវេលាដែលល្អសម្រាប់ពួកយើងយកទៅរៀនសូត្រហ្នឹងហើយណាមួយចា Saren ចូលទៅក្នុងតារានិករ Aries ដែលជាតារានិករដំបូងគេវាស្របពេលជាមួយនឹងយើងទឹកតែបដូរយុគហ្នឹងហើយយើងបដូរយុគទៅចូលទៅក្នុងយុគ Aquarius អញ្ចឹងខ្ញុំបានធ្លាប់និយាយឲ្យថាតកតងជាមួយនឹង Pluto ចូលទៅក្នុងតារានិករ Aquarius ដែលយើងហៅថាយុគ Aquarius ហ្នឹងគឺមានការផ្លាស់ប្ដូរច្រើនគឺដោយសារតែវាមានការផ្លាស់ប្ដូរច្រើនមែនតើនៅក្នុងពិភពលោករបស់យើងទាំងមូលហ្នឹងហើយមិនថាសេដ្ឋកិច្ចមិនថាអីទេគ្រប់យ៉ាងគឺអ្នកទាំងអស់គ្នាឃើញហើយមករយៈហ្នឹងគឺផ្លាស់ប្ដូរនិងរញ៉េរញ៉ៃខ្លាំងមែនតើហើយវាស្របពេលដែល Saren ចូលទៅក្នុងតារានិករ Aries ដែលជាតារានិករទី1នៅ Zodiac Sign ទៀតដែលខ្ញុំបាននិយាយថាអាចវាជា new beginning វាគឺជាការចាប់ផ្ដើមនៅអ្វីដែលថ្មីអូខេអញ្ចឹងពេលវេលាមួយហ្នឹងអ្នកទាំងអស់គ្នាអាចនិយាយបានថានៅក្នុងកំឡុងពេលហ្នឹងដោយសារតែយើងកំពុងស្ថិតនៅក្រោម Pluto retrograde ផងអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានថាចេះតើអ្វីមួយដែលធ្វើដែលលក្ខណៈថាអោបកសោបអ្នកទាំងអស់គ្នាមិនឲ្យអ្នកទាំងអស់គ្នាជោគជ័យមិនថាជាមិត្តភ័ក្តិមិនថាជាស្នេហាមិនថាជាគ្រួសារមិនថាជាអីក៏ដោយមិនថាជាទម្លាប់ការងាររបស់អ្នកទាំងអស់គ្នាអីក៏ដោយនៅក្នុងកំឡុងពេលហ្នឹងដោយសារតែយើងមាន Pluto retrograde អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលថាក្នុងកំឡុងពេលហ្នឹងតើអ្វីដែលហូលអ្នកទាំងអស់គ្នាបែកតើអ្វីតើអ្នកណាដែលអ្នកទាំងអស់គ្នាគិតថាមិនអាចដើរលើផ្លូវដែលអ្នកទាំងអស់គ្នាចង់ដើរបានផ្លូវដែលអ្នកទាំងអស់គ្នាជោគជ័យច្បាស់ណាមនុស្សយើងគ្រប់គ្នាគោលដៅរបស់យើងមិនប្រកាសថាអ្នកដែលយើងស្រឡាញ់គ្រប់រូបសិតតែអាចដើរលើផ្លូវនិងជួយជ្រោមជ្រែងយើងដើរលើផ្លូវដែលយើងចង់បាននឹងបានទេផ្លូវដែលយើងចង់ដើរនឹងបានទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដឹងតែខ្លួនឯងស្រឡាញ់អីដឹងតែខ្លួនឯងចង់បានអីហើយមើលនៅមនុស្សជុំវិញខ្លួនថាតើពួកគាត់ជាអ្នកដែល support អ្នកទាំងអស់គ្នាអត់ពួកគាត់អ្នកគ្រប់គ្រងអ្នកទាំងអស់គ្នាអត់តើពួកគាត់ឬក៏ទម្លាប់អ្វីដែលអ្នកទាំងអស់គ្នាធ្វើរាល់ថ្ងៃហ្នឹងវាត្រូវនឹងអ្វីដែលអ្នកទាំងអស់គ្នាចង់បានអត់បើអត់ត្រូវទេយកពេលវេលាហ្នឹងលុបវាចេញដោយសារតែយើងមាន Pluto retrograde រហូតដល់ខែនេះមួយខែ10ខ្ញុំភ្លេចបាត់ហើយនេះហ្នឹងហើយអញ្ចឹងយើងយកពេលវេលាហ្នឹងលុបវាចេញលុបរឿងដែលលក្ខណៈថាអបសោបរបស់អ្នកទាំងអស់គ្នាអបសោបអ្នកទាំងអស់គ្នាមកឲ្យអ្នកទាំងអស់គ្នាទៅមុខមិនថារឿងតាក់ទងជាមួយនឹងអារឿង mental health issue នឹងមួយទៀតបើអ្នកទាំងអស់គ្នាធ្លាប់តែគិតថាអូខ្ញុំធ្វើអានេះអត់បានទេដោយសារតែខ្ញុំ depress ដោយសារតែខ្ញុំឆាប់គិតច្រើនដោយសារតែខ្ញុំឆាប់ភ័យខ្លាចច្រើនបើសិនជាអ្នកទាំងអស់គ្នាចង់បានរឿងហ្នឹងមែនបោះបង់អាគំនិតហ្នឹងចោល yes អញ្ចឹងហ្នឹងហើយវាមិនជាវាអត់ស្រួលទេយ៉ាខ្ញុំហ៊ាននិយាយ 100% គឺវាអត់ស្រួលទេប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាខិតខំធ្វើការងារជាមួយវាបានល្អប្រឹងប្រែងលះបង់អ្វីធ្វើអ្វី set boundary ខ្លួនឯងចង់បានអីអ្នកទាំងអស់គ្នាចង់ដើរជាមួយអ្នកណាធ្វើទៅហ្នឹងហើយ Saren នឹងផ្ដល់រង្វាន់ឲ្យអ្នកទាំងអស់គ្នា Saren នឹងផ្ដល់រង្វាន់ទៅឲ្យអ្នកណាដែលគាត់ខិតខំប្រឹងធ្វើអ្វីឬក៏ធ្វើលំហាត់ដែល Saren ដាក់ឲ្យដូចដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងគឺ Saren នឹងសួរអ្នកទាំងអស់គ្នាទៅអីខ្លះហ្នឹងហើយនឹងគឺជាលំហាត់ដែល Saren ដាក់ឲ្យក្នុងជីវិតរបស់យើងបើសិនជាអ្នកទាំងអស់គ្នាធ្វើលំហាត់និងខិតខំប្រឹងធ្វើលំហាត់នឹងបានល្អ Saren នឹងផ្ដល់រង្វាន់ជូនអ្នកទាំងអស់គ្នារង្វាន់ហ្នឹងឯងគេភាពជោគជ័យមួយដែលយូរអង្វែងគឺជា legacy មួយតែម្ដងជា foundation មួយដែលវារឹងមាំជាភពជាគ្រឹះមួយដែលរឹងមាំដែលអ្នកទាំងអស់គ្នាចង់វាលអីផ្សេងទៀតក៏បានដែរដោយសារតែយើងមានគ្រឹះរឹងមាំហើយត្រូវឲ្យផ្ទះយើងមួយឧទាហរណ៍ផ្ទះយើងមួយនៅពេលយើងមានគ្រឹះរឹងមាំហើយអ្នកទាំងអស់គ្នាលើក្រោយអ្នកទាំងអស់គ្នាមានលុយធ្វើ10 20ជាន់ទៀតក៏វាអត់បញ្ហាដែរត្រូវអត់ក៏ប៉ុន្តែបើអ្នកទាំងអស់គ្នាអត់មានគ្រឹះរឹងមាំទេណាអ្នកទាំងអស់គ្នាចង់ធ្វើតាមមួយជាន់ថែមមួយទៀតក៏វារលំដែរ yes អញ្ចឹងនេះគឺជាមេរៀនជាលំហាត់ដែល Saren ដាក់ឲ្យយើងនៅក្នុងរយៈពេល3ឆ្នាំហ្នឹងបើសិនជាអ្នកទាំងអស់គ្នាខិតខំប្រឹងធ្វើការងារប្រឹងប្រែងធ្វើឲ្យអស់ហ្នឹងជំនះគ្រប់យ៉ាងគ្រប់ឧបសគ្គអស់ហ្នឹង
អ្នកសារ៉ាន់នឹងផ្ដល់រង្វាន់ជូនអ្នកទាំងអស់គ្នាអូខេអញ្ចឹងហើយគឺខ្ញុំចង់និយាយថាចេះវាច្បាស់ណាស់វាអត់ស្រួលទេហើយអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើគឺអ្នកទាំងអស់គ្នាត្រូវ set boundary ខ្លួនឯងថាអ្នកទាំងអស់គ្នាគួរតដើរជាមួយអ្នកណាទម្លាប់អ្វីខ្លះតែអ្នកទាំងអស់គ្នាគួរធ្វើវាច្បាស់ណាស់ប្រកាសជាមានអ្នកអត់ពេញចិត្តហើយពេលខ្លះអាចនឹងអ្នកទាំងអស់គ្នាអត់ពេញចិត្តអ្នកផ្សេងដែលគេ set boundary របស់គេដែរហ្នឹងហើយវាអាចនឹងអញ្ចឹងក៏ប៉ុន្តែយើងត្រូវចាំតែជាជីវិតយើងគឺជាទំនួលខុសត្រូវរបស់យើងគេចង់ធ្វើអីដោយសារតែគេក្នុងជីវិតគេចង់បានផ្សេងអញ្ចឹងយើងបាច់ចាំទៅខ្វល់ជាមួយគេទេគេចង់ធ្វើអីគេ set boundary អីសម្រាប់ជីវិតរបស់គេដោយសារតែជីវិតរបស់គេជាអ្នករស់គេអ្នកជាដកដង្ហើមមិនមែនយើងទេអញ្ចឹងដូចគ្នាយើងដូចគ្នាណា set boundary សម្រាប់ខ្លួនឯងធ្វើអ្វីសម្រាប់ខ្លួនឯងពីព្រោះជីវិតរបស់យើងគឺយើងជាអ្នកគ្រប់គ្រងដង្ហើមរបស់យើងគឺយើងជាអ្នកគ្រប់គ្រងដែរគ្រប់យ៉ាងគឺយើងជាអ្នកគ្រប់គ្រងទាំងអស់ក្នុងជីវិតរបស់យើងគុំទៅរស់ដើម្បីអ្នកដទៃយល់អ្វីដែលខ្ញុំនិយាយគុំរស់ដើម្បីអ្នកដទៃធ្វើអ្វីសម្រាប់ខ្លួនឯងគឺល្អហ្នឹងឯងអូខេឥឡូវយើងចាប់ផ្ដើមចូលទៅនិយាយអំពី Saran Return អញ្ចឹង Saran Return គឺបែបណាគឺថាចេះបើសិនជាអ្នកទាំងអស់គ្នាមានតារានិករ Aries ស្ថិតនៅក្នុងភព Saran នៅក្នុងប្រឆាតរបស់អ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នានឹងមាន Saran Return ហ្នឹងហើយដោយសារតែឥឡូវគឺ Saran ចូលទៅក្នុង Aries អញ្ចឹងវាចូលមកក្នុង sign ដែលអ្នកទាំងអស់គ្នាកើតនៅក្នុងពេលវេលាហ្នឹងអញ្ចឹងណាអញ្ចឹងអ្នកដែលគាត់មាន Saran Return អាចនឹងអ្នកដែលគាត់កើតនៅក្នុងខែ4ចន្លោះខែ4 1996ហើយអាចនឹងអ្នកដែលគាត់ចន្លោះហ្នឹងអាចនឹងចន្លោះពីខែ4 1996ដល់ខែ2 1999ក៏ប៉ុន្តែនៅក្នុងឆ្នាំនៅក្នុងឆ្នាំ1998ហ្នឹងគឺមាន retrograde ហ្នឹងហើយគឺយើងមាន retrograde អញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងមើលបានអញ្ចឹងណាហ្នឹងហើយពួកវាមាន retrograde អីច្រើននៅក្នុងហ្នឹងទៀតអញ្ចឹងអ្នកទាំងអស់គ្នាមើលបើឆាតរបស់អ្នកទាំងអស់គ្នាទៅតើអ្នកទាំងអស់គ្នាមាន Saran នៅក្នុង Aries បើសិនជាអ្នកទាំងអស់គ្នាមាន Saran ស្ថិតនៅក្នុង Aries yes ពេលវេលានេះរយៈពេល3ឆ្នាំនេះគឺជារយៈពេលដែល Saran return ដែលជាពេលវេលាមួយនឹងអាចនិយាយបានថាគឺជាពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវតែប្រឡងបាក់ឌុបអ្នកផ្សេងដូចខ្ញុំនិយាយចឹងអ្នកផ្សេងដែលគាត់មិនមែនជាដែលមាន Saran នៅក្នុងតារានិករ Aries នៅក្នុងប្រឆាតរបស់គាត់ដូចដែលខ្ញុំនិយាយមុនហ្នឹងតកតងជាមួយនឹង Saran នៅក្នុង Aries ហ្នឹងគាត់អាចជួបដែរប៉ុន្តែគាត់អត់ challenge ខ្លាំងដូចអ្នកដែលគាត់មាន Saran return ទេដោយសារតែអ្នកដែលគាត់មាន Saran return គឺជាពេលវេលាដែលគាត់ត្រូវតែប្រឡងបាក់ឌុបមិនមែនរៀនដូចគេទៀតទេហ្នឹងហើយអ្នកផ្សេងគេរៀនណាហ្នឹងហើយតែអ្នកដែលគាត់មាន Saran return គឺជាពេលវេលាដែលគាត់ត្រូវតែប្រឡងបាក់ឌុបអញ្ចឹងមេរៀនដែលយើងរៀនក្នុងរយៈពេលប្រហែលជា27ឆ្នាំ28ឆ្នាំ30ឆ្នាំពេលវេលាហ្នឹងគឺយកទឹកអ្នកទាំងអស់គ្នាត្រូវតែមកប្រឡងអញ្ចឹងគ្រប់យ៉ាងគឺនឹងចាប់ផ្ដើម real ខ្លាំងមែនតើដល់ថាចេះនិយាយបានថាវាមិនជាអាក្រក់អីទេគ្រាន់ថាវាអាចនឹងរៀង challenge វាអាចនឹងរៀងពិបាកវាអាចនឹងរៀងពិបាកដែរដោយសារតែចេះអាចនិយាយបានថាអ្នកទាំងអស់គ្នាចាប់ផ្ដើមគិតមើលឡើងវិញថាតើអ្នកទាំងអស់គ្នាគួរតែ commit លើរឿងហ្នឹងអត់យល់អ្វីដែលខ្ញុំនិយាយហើយគ្រប់ការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាគឺវាឡើងដូចសម័យអីទៀតយល់អ្វីដែលខ្ញុំនិយាយlàថាវា real ហ្មងគ្រប់យ៉ាងគឺវាចាប់ផ្ដើម real តែម្ដងដែលធ្វើឲ្យការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាត្រូវតវាខ្ញុំអាចនឹងពិបាកក្នុងការបញ្យល់តែបើសិនជាលើកឧទាហរណ៍អាចតែចេះនៅក្នុងកំឡុងពេលអ្នកទាំងអស់គ្នាមាន Saran return ណាអាចនឹងអ្នកខ្លះអាចនឹងគាត់ត្រូវតែផ្លាស់ប្ដូរអ្វីដែលថ្មីអញ្ចឹងទៅវាមិនអាក្រក់ទាំងអស់ទេគ្រាន់ថាវា challenge វាមិនអាក្រក់ទេណាគ្រាន់ថាវា challenge វាពិបាកវាអត់ស្រួលទេយើងអាចនឹងរៀងធ្ងន់ជាងគេបន្តិចព្រោះអីយើងត្រូវប្រឡងបាក់ឌុបក្នុងកំឡុងពេល3ឆ្នាំហ្នឹងអ្នកផ្សេងគេត្រឹមតែរៀនទេ
គេរៀនសិក្សាយើងត្រូវប្រឡងបាក់លុបអញ្ចឹងយើងរៀនធ្ងន់ជាងគេតិចដូចតែអ្នកដែលគាត់មិនមែនមានសារ៉ិននៅក្នុងថ្នាក់នៅក្នុង area អីចឹងនៅក្នុងបរិឆាតរបស់គាត់អាចនឹងគាត់ថ្នាក់ទី11ទី10ទី11អីចឹងទៅតែយើងអ្នកដែលយើងមានសារ៉ិននៅក្នុងតារានិក area គឺជាសិស្សថ្នាក់ទី12ស្រួលហើយនិយាយចឹងយើងមានមេរៀនច្រើនយើងត្រូវរៀនហើយយើងត្រូវផ្ដោតវាខ្លាំងមែនទែនហើយយើងត្រូវមានការចងចាំមកវាខ្លាំងមែនទែនដូចគ្នាត្រូវហ៎អញ្ចឹងគឺថាអញ្ចឹងឧទាហរណ៍ណាអាចនឹងនិយាយថាបើសិនជាអ្នកទាំងអស់គ្នាពីមុនbusiness ដែលអ្នកទាំងអស់គ្នាធ្វើហ្នឹងឬក៏អាជីវកម្មដែលអ្នកទាំងអស់គ្នាធ្វើហ្នឹងអ្នកទាំងអស់គ្នាគាត់ធ្វើមួយឆាមិនសូវជាវាអត់ត្រូវជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាចង់បានទៅក្នុងពេលអនាគតចឹងនៅក្នុងកំឡុងពេលហ្នឹងអាចនឹងអ្នកទាំងអស់គ្នាឈប់ធ្វើ business ហ្នឹងចាប់ផ្ដើម business ថ្មីដែលអ្នកទាំងអស់គ្នា commit លើវាខ្លាំងមែនតើថាវាត្រូវជាមួយនឹងអ្វីទៅក្នុងអនាគតរបស់យើងក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអ្នកដែលគាត់មានសារ៉ិនស្ថិតនៅក្នុងតារានិក area ហ្នឹងដែលគាត់មានសារ៉ិន return ហ្នឹងbusiness ដែលគាត់ធ្វើរាល់ថ្ងៃហ្នឹងគឺវាត្រូវជាមួយនឹងគោលដៅជីវិតរបស់គាត់ហើយយល់អ្វីដែលខ្ញុំនិយាយវាត្រូវនឹងអ្វីដែលគាត់ចង់បាននៅក្នុងថ្ងៃអនាគតហើយវាជាអ្វីដែលគាត់ចង់បង្កើតជា legacy ហើយអញ្ចឹងរឿងហ្នឹងគឺនឹងចាប់ផ្ដើមធ្វើឲ្យគាត់បង្ហាញមកហ្មងថាតើចំណុចណាខ្លះដែលពួកគាត់ត្រូវតែ improve ចំណុចណាខ្លះដែលគាត់ត្រូវតែកែប្រែកែលម្អវាធ្វើឲ្យវាបានល្អជាងមុនជោគជ័យជាងមុនអីចឹងទៅអញ្ចឹងសម្រាប់រសារនេះថាវាមិនអាក្រក់ទាំងអស់ទេគឺអាស្រ័យទៅលើយើងថាយើងវាអត់ទៅលើវាបែបម៉េចអញ្ចឹងអាចនិយាយបានថាអ្នកដែលគាត់មានសារ៉ិន return ខ្ញុំនឹងនិយាយអំពី rising sign ទៅអ្នកទាំងអស់គ្នាអាចនឹងឃើញទៅវានៅមានកន្លែងណាខ្លះអញ្ចឹងទីតាំងកន្លែងណាខ្លះដែលអ្នកទាំងអស់គ្នានឹងត្រូវប្រឡងនៅក្នុងរយៈពេល3ឆ្នាំហ្នឹងអ្នកដែលគាត់មានសារ៉ិន return ខ្ញុំនឹងនិយាយនៅក្នុង rising sign ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលនៅក្នុង rising sign ហ្នឹងអញ្ចឹងទៅដោយសារតការប្រឡងក្នុងជីវិតរបស់ពួកយើងគឺវាមានទីតាំងខុសៗគ្នាហ្នឹងហើយអញ្ចឹងនៅក្នុងកំឡុងពេលហ្នឹងឡានថាចេះភាគច្រើនយើងតែងតែនិយាយត្រូវថាអាយុ27 28 30អីហ្នឹងមនុស្សហ្នឹងរៀងចាស់ទុំជាងមុនហើយត្រូវហ៎ដោយសារអីក្នុងវ័យហ្នឹងគឺជាវ័យដែលយើងមានសារ៉ិន return អញ្ចឹងភពសារ៉ិនគឺជាភពដែលទាមទារឲ្យយើងមានទំនួលខុសត្រូវក្នុងជីវិតរបស់យើងខ្លាំងមែនតើអញ្ចឹងហ្នឹងហើយអ្នកដែលគាត់មានសារ៉ិន return គឺគាត់ប្រឡងខ្លាំងគឺទៅលើទំនួលខុសត្រូវលើខ្លួនឯងដោយសារតែ Aries លើខ្លួនឯងយ៉ាហើយទំនួលខុសត្រូវនៅកន្លែងណាក្នុងជីវិតរបស់គាត់ហ្នឹងគាត់អាចមើលក្នុង rising sign របស់គាត់បានហើយនៅក្នុងកំឡុងពេលរយៈពេល3ឆ្នាំហ្នឹងអ្នកទាំងអស់គ្នាដែលមានសារ៉ិន return ហ្នឹងអាចនឹងចាប់ផ្ដើមសួរខ្លួនឯងតែចេះតើខ្ញុំគួរតែធ្វើអ្វីតែខ្ញុំពិតជាចង់បានវាមែនអត់តែខ្ញុំចង់ឲ្យវាខ្លាយជាការពិតបែបអត់តើមនុស្សម្នាក់ហ្នឹងនៅជាមួយខ្ញុំបានល្អអត់តើការងារមួយហ្នឹងពិតជាការងារដែលខ្ញុំចង់ធ្វើមែនអត់តើផ្ទះមួយហ្នឹងគឺជាផ្ទះដែលខ្ញុំចង់នៅមែនអត់ចឹងអាហ្នឹងគឺវាលើអាស្រ័យលើទីតាំងរបស់យើងនីមួយទៀតចឹងណាក៏មិនតែថាចេះវាមិនអាក្រក់ទេដូចខ្ញុំនិយាយចឹងវាអត់អាក្រក់ទេគ្រាន់តែវាយើងរៀង challenge ជាងគេតែយើងរៀងពីព្រោះយើងឆ្នាំប្រឡងចឹងវារៀងពិបាកជាងគេជាងឯងតិចប៉ុន្តែវាមិនអាក្រក់ទេដោយសិនជាអ្នកទាំងអស់គ្នាសិក្សាមេរៀននឹងបានល្អអ្នកទាំងអស់គ្នាប្រឡងជាប់តែបើអ្នកទាំងអស់គ្នានៅតែអត់ព្រមធ្វើខ្ជិលហើហើយអីហ្នឹងទេអ្នកប្រឡងធ្លាក់អញ្ចឹងជីវិតរបស់អ្នកទាំងអស់គ្នាក៏វាទៅតាមនឹងដែរអាហ្នឹងបញ្យល់ឲ្យស្រួលយល់អញ្ចឹងណាដោយសារតែសារ៉ិនគឺជាគ្រូរបស់យើងហើយអ្នកដែលគាត់មានសារ៉ិន return គឺដូចជាតកាយើងប្រឡងបាក់ឌុបអញ្ចឹងអញ្ចឹងនៅពេលដែលយើងប្រឡងបាក់ឌុបយើងដឹងហើយអ្នកណាខំប្រឹងរៀនអ្នកអីគេបានតែល្អយើងអត់ខំប្រឹងរៀនត្រូវលើយើងក៏ខ្ញុំចង់និយាយថាចេះសារ៉ិន return បើសិនជាអ្នកទាំងអស់គ្នាអត់រៀនពីពេលហ្នឹងទេប្រឡងអត់ជាប់ពីពេលហ្នឹងទេនៅពេលដែលអ្នកទាំងអស់គ្នាអាយុសារ៉ិន return លើកទី2លើកទី3នៅពេលអ្នកទាំងអស់គ្នាអាចនឹងអាយុ40ជាងអី50ជាងអីហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាមានសារ៉ិន return ម្ដងទៀតហើយអញ្ចឹងអាមេរៀនលើកទី2ហ្នឹងអាចនឹងពិបាកបើសិនជាអ្នកទាំងអស់គ្នាអត់រៀនអាមេរៀនលើកទី1នេះទេអញ្ចឹងយល់ល្អបើអ្នកទាំងអស់គ្នាមាន first sarah return គួរតែរៀនមេរៀនទី1ហ្នឹងឲ្យល្អបន្តិចទៅអាប្រឡងនិយាយចាំសូមតោបើខ្ញុំនិយាយថាមេរៀនមិនហ្នឹងប្រឡងឆ្នាំទីយើងឆ្នាំបាក់ឌុបលើកទី1របស់យើងហ្នឹងយើងត្រូវបាច់ប្រឡងឲ្យជាប់ទៅបើយើងប្រឡងអត់ជាប់ទេហ្នឹងអាលើកទី2របស់យើងហ្នឹងវាធ្ងន់បន្តិចហើយ yes and វាមិនអាក្រក់ទាំងអស់ទេដោយសារតែចេះអាចនឹងថាចេះអ្នកដែលគាត់មាន surrender return អាចនឹងអ្នកខ្លះ
នៅក្នុងកំឡុងពេលសារ return ហ្នឹងគឺគាត់ទិញផ្ទះអ្នកខ្លះអាចនឹងគាត់រៀបការនៅក្នុងកំឡុងពេលហ្នឹងអ្នកខ្លះអាចនឹងមានកូនកំឡុងពេលហ្នឹងក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមានកូនណាខ្ញុំសូមចិត្តមែនតើបើសិនជាអ្នកទាំងអស់គ្នាមានកូនក្នុងកំឡុងពេលសារ return អ្នកទាំងអស់គ្នាធ្វើម៉េច heal សិន heal ខ្លួនឯងឲ្យវានិយាយចំរៀន work ជាមួយនឹងភពសាររបស់អ្នកទាំងអស់គ្នាសិនបើសិនជាអ្នកទាំងអស់គ្នា work ជាមួយនឹងភពសារអត់បានល្អទេហើយអ្នកទាំងអស់គ្នាមានសារ return អ្នកទាំងអស់គ្នាយកកូននៅក្នុងកំឡុងពេលសារ return ទាំងដែលអ្នកទាំងអស់គ្នាអត់បានសិក្សាពីវាអត់ខំប្រឹងប្រឡងខំប្រឹងមើលមេរៀនប្រឡងពីសារ return ហ្នឹងទេកូនរបស់អ្នកទាំងអស់គ្នាអាចនឹងមានបញ្ហាលក្ខណៈថាអាចនឹងគាត់អត់សូវជាស្និទ្ធស្នាលមួយអ្នកទាំងអស់គ្នាឬក៏អាចគាត់នឹងវាមានបញ្ហាច្រើនហ្នឹងអាស្រ័យលើបទឆាតរបស់គាត់ទាំងមូលទៀតអញ្ចឹងណាប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងប្រយ័ត្នណាប៉ុន្តែមិនមែនថាខ្ញុំអត់ឲ្យមានកូនទេមានប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែប្រឡងឲ្យជាប់សិនអូខេហ្នឹងហើយអញ្ចឹងកុំភ័យវាគ្រាន់តែយើងរៀងពិបាកជាងគេទេយើងឆ្នាំប្រឡងយើងពិបាកជាងគេបន្តិចគាត់ថាវាដូចតាខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគាត់ថាយើងពិបាកជាងគេបន្តិចយើងរៀង commitment យើងត្រូវមាន commitment និងមានទំនួលខុសត្រូវលើខ្លួនឯងលើសពីអ្នកដទៃបន្តិចដោយសារយើងឆ្នាំប្រឡងអូខេមុនហ្នឹងខ្ញុំដូចជាផ្លេចនិយាយតាក់ទងជាមួយនឹងនៅពេលមិនថាអ្នកទាំងអស់គ្នាជាអ្នកដែលគាត់មានសារ return ឬក៏អ្នកដែលគាត់មិនមានសារ return ទេអញ្ចឹងគឺលក្ខណៈថាក្នុងកំឡុងពេលដែលសារស្ថិតនៅក្នុងតារាងក Aries គឺថាជាពេលវេលាមួយដែលអ្នកទាំងអស់គ្នាគួរតែស្មោះត្រង់ជាមួយនឹងខ្លួនឯងកុំយករឿង delusional មកនិយាយទៀតត្រូវតែរៀនស្មោះត្រង់ជាមួយនឹងខ្លួនឯងបើអ្នកទាំងអស់គ្នាដែលមានសារ return គឺថាគាត់អាចនឹងកន្លែងហ្នឹងគាត់រៀងត្រូវធ្ងន់ជាងគេតិចគាត់ត្រូវធ្ងន់ជាងគេតិចដោយសារតែគាត់ត្រូវតែស្មោះត្រង់ជាមួយនឹងខ្លួនឯងនៅពេលដែលគាត់សួរសំណួរទៅលើខ្លួនឯងគាត់ទៅតែឆ្លើយដោយស្មោះត្រង់ចំពោះខ្លួនឯងហ្នឹងហើយដោយសារតែសារ៉ាន់គឺជាភពដែលទៀមទាអស់ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែរៀនស្មោះត្រង់ទៅលើខ្លួនឯងចម្លើយរបស់ខ្លួនឯងអូខេអញ្ចឹងយើងចូលទៅដល់ rising sign តែ12តែម្ដងអញ្ចឹងមិនថាអ្នកដែលគាត់មានសារ return ឬក៏អ្នកដែលគាត់មិនមានសារ return ទេអញ្ចឹងនេះគឺជា rising sign ទី1ដែលខ្ញុំនិយាយគឺ Aries rising អញ្ចឹងសម្រាប់ Aries rising សារ៉ាន់នៅក្នុងតារាងក Aries គឺស្ថិតនៅផ្ទះទី1របស់គាត់គឺជាពេលវេលាមួយដែលអាចនិយាយបានថាអ្នកទាំងអស់គ្នាអាចនឹងផ្លាស់ប្ដូរ identity របស់អ្នកទាំងអស់គ្នាទាំងស្រុងតែម្ដងអត្តសញ្ញាណរបស់អ្នកទាំងអស់គ្នាទាំងស្រុងតែម្ដងគ្រប់យ៉ាងអាចនឹងថារឿងដែលកើតឡើងរយៈពេលមុនដោយសារតែយើង add cycle ហើយត្រូវអត់ខ្ញុំប្រាប់ពីវីដេអូដំបូងហ្នឹងពីនេះដំបូងហ្នឹងគឺតាក់ទងជាមួយនឹងយើងផ្លាស់ប្ដូរអ្វីដែលថ្មី new beginning ការចាប់ផ្ដើមអ្វីដែលថ្មីអញ្ចឹងអ្នកដែលគាត់មាន Aries rising វាតែនៅក្នុង first house របស់ពួកគាត់អញ្ចឹងអាចនឹងតាក់ទងថាគ្រប់យ៉ាងការផ្លាស់ប្ដូរគ្រប់យ៉ាងគឺតាក់ទងជាមួយនឹងគាត់អាចនឹងគាត់ផ្លាស់ប្ដូរជា self ជា identity របស់គាត់អ្នកខ្លះអាចនឹងថាពីមុនគាត់ធ្លាប់តែដើរលេងអីចឹងទៅប៉ុន្តែនៅពេលដែលគាត់សារ៉ាន់ចូលទៅក្នុងតារាងក Aries ហើយគាត់មានប្រពន្ធមានកូនអាចលក្ខណៈថាគាត់ផ្លាស់ប្ដូរពីថាខ្ញុំ single ឥឡូវខ្ញុំជាឪពុកគេហើយចឹងនៅក្នុងជាឪពុកគេជាម្ដាយគេហ្នឹងអ្នកទាំងអស់គ្នាត្រូវតើនៅក្នុងហ្នឹងវា yes វាអាចល្អវាមិនមែនអាចល្អទេវាល្អក៏ប៉ុន្តែនៅក្នុងរឿងនៅក្នុងការផ្លាស់ប្ដូរហ្នឹងណាគឺយើងតែងតែមាន deadline យើងតែងតែមានទំនួលខុសត្រូវអ្វីដែលថ្មីទំនួលខុសត្រូវថ្មី new commitment ការ commitment អ្វីដែលថ្មីទំនួលខុសត្រូវថ្មីឬក៏អាចនឹង self identity របស់អ្នកទាំងអស់គ្នាថ្មីអ្នកខ្លះអាចនឹងជា business owner អីចឹងទៅអញ្ចឹងនៅពេលដែលហ្នឹងគឺវាល្អហើយការផ្លាស់ប្ដូរហ្នឹងគឺវាល្អហើយគាត់ថាអ្នកទាំងអស់គ្នាទៀមទាពេលហ្នឹងនៅក្នុងកំឡុងពេលហ្នឹងគឺយើងមានទៀមទានៅការមេរៀនអ្វីដែលថ្មីដែរដូចខ្ញុំបាននិយាយឧទាហរណ៍តទៅមួយនឹងភ្លើងចង់ភ្លើងឆេះយើងត្រូវទៅរកអីខ្លះមកហ្នឹងអញ្ចឹងដូចគ្នាយើងចង់ឲ្យជីវិតយើងជោគជ័យយើងចង់ឲ្យ self identity របស់យើងខ្លះជាមនុស្សថ្មីយើងត្រូវការធ្វើការងារអីលើខ្លះបើសិនជាអ្នកទាំងអស់គ្នាពីមុនណាបើអ្នកទាំងអស់គ្នាជា Aries rising ដែលអ្នកទាំងអស់គ្នាថាអូខ្ញុំមិនចេះខ្ញុំមិនអាចផ្លាស់ប្ដូរខ្លួនឯងអីបានអញ្ចឹងពេលវេលានេះគឺជាពេលវេលាដែលល្អតែសម្រាប់អ្នកទាំងអស់គ្នាផ្លាស់ប្ដូរខ្លួនឯងបានហ្នឹងហើយមិនមែនផ្លាស់ប្ដូរខ្លួនអ្នកទាំងអស់គ្នាទាំងស្រុងទេតែអ្នកថាកន្លែងណាដែលអ្នកទាំងអស់គ្នាគិតថាវាមិនសមនៅអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯងហ្នឹងចេះតើខ្ញុំចង់ធ្វើជាមនុស្សបែបហ្នឹងមែនតើខ្ញុំចង់ធ្វើជាបែបហ្នឹងបែបណាបើមិនចង់ធ្វើបែបហ្នឹងទេបើ
បេះដូងរបស់អ្នកទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នាសួរឲ្យតាមត្រង់ណាខ្ញុំនិយាយចឹងឆ្លើយខ្លួនឯងឲ្យតាមត្រង់គុំយកមតិអ្នកដតីមកគិតជីវិតរបស់អ្នកទាំងអស់គ្នាទេបើសិនជាអ្នកទាំងអស់គ្នាគិតថាអត្តចរិតខ្លួនឯងរងថ្ងៃអត់ស័ក្តិសមទេកន្លែងណាមួយនៅក្នុងរូបរាងកាយរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគិតថាអត់ស័ក្តិសមទេអ្នកទាំងអស់គ្នាកែប្រែចុះ yes អូខេនេះគឺជាសម្រាប់ Aries Rising វាអាចនឹងពិបាកខ្ញុំជឿថាវាពិបាកជាពិសេសតកតងជាមួយនឹងការផ្លាស់ប្ដូរអត្តចរិតរបស់យើងឬក៏ធ្វើជាមនុស្សដែលថ្មីតែម្ដងវាពិបាកក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាធ្វើបានល្អសារ៉ាន់នឹងផ្ដល់រង្វាន់ជូនអ្នកទាំងអស់គ្នាហ្នឹងហើយអូខេយើងចូលទៅដល់ Taurus Rising វាមានសម្លេងរំខានដោយសារតឥឡូវកំពុងតែភ្លៀងខ្លាំង yes អញ្ចឹងយើងចូលទៅដល់ Taurus Rising yes Taurus Rising អាចនិយាយបានថាកំឡុងពេល3ឆ្នាំហ្នឹងវាអាចនឹងសំខាន់សម្រាប់ពួកគាត់ហើយក៏រៀងពួកគាត់ក៏រៀងច្បុកច្បល់ដែរដោយសារតែ Aries គឺស្ថិតនៅក្នុងផ្ទះទី12របស់ពួកគាត់អញ្ចឹងអាចនិយាយបានថាអាចនឹងពួកគាត់អាចនឹងទៅប៉ែតផ្លូវចិត្តអីក៏ថាបានចឹងណាហ្នឹងហើយដោយសារតែមួយរយៈមុនហ្នឹងអាចនឹងគាត់តាក់ទងជាមួយនឹងបញ្ហាផ្លូវអារម្មណ៍គាត់រៀងច្រើនអញ្ចឹងនៅពេលដែលសារ៉ាន់ចូលទៅក្នុងតារានិក Aries គឺសារ៉ាន់នឹងបង្ខំឲ្យគាត់ទៅដោះស្រាយអាបញ្ហាផ្លូវអារម្មណ៍របស់គាត់ហ្នឹងហើយអ្វីដែលគាត់ព្យាយាមលាក់អីហ្នឹងគឺចាប់ផ្ដើមចេញមកហើយហ្នឹងហើយដែលវាអាចនឹងប៉ះពាល់ផ្លូវអារម្មណ៍គាត់ខ្លាំងអញ្ចឹងTaurus Rising យល់ល្អទៅជួប therapy អីក៏ជួបទៅវត្តសមាធិអីទៅអីគេហៅស្អីគេដែលខ្ញុំភ្លេចបាត់ហើយហ្នឹងហើយយើងទៅវត្តកាន់សិលអីហ្នឹងក៏ទៅស្ដាប់ធម៌ស្ដាប់អីបានច្រើនទៅព្រោះអីក្នុងកំឡុងពេលហ្នឹងជាពេលវេលាដែលអ្នកទាំងអស់គ្នាដែលជា Taurus Rising ហ្នឹងគឺយកពេលវេលាហ្នឹងដើម្បីព្យាបាលជំងឺផ្លូវអារម្មណ៍របស់អ្នកទាំងអស់គ្នាហើយ yes វាសំខាន់សម្រាប់អ្នកទាំងអស់គ្នាតែវាក៏ច្បុកច្បល់ដែរហ្នឹងហើយអូខេអញ្ចឹងយើងចូលទៅដល់ Gemini Rising អាចនឹងនិយាយបានថាក្នុងកំឡុងពេល3ឆ្នាំហ្នឹងគឺគាត់អាចនឹងចង់ផ្លាស់ប្ដូរពិភពលោកទៅជា better place ជាកន្លែងមួយដែលល្អឬក៏ចង់ផ្លាស់ប្ដូរ community ឬក៏អីហ្នឹងដោយសារត Aries គឺស្ថិតនៅក្នុងផ្ទះទី11របស់ពួកគាត់ដែលជាផ្ទះដែលនិយាយអំពី social life តាក់ទងជាមួយនឹងcommunity networking អីចឹងទៅអញ្ចឹងនៅក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាអាចនឹងជួបបញ្ហាតាក់ទងជាមួយនឹងអ្នកដែលជាមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាឬក៏អាចនឹងតាក់ទងជាមួយនឹងបញ្ហាតាក់ទងជាមួយនឹង community របស់អ្នកទាំងអស់គ្នាអីចឹងទៅវាអាចនឹងនិយាយបានថាអញ្ចឹងការផ្លាស់ប្ដូរគ្រប់យ៉ាងខ្ញុំដឹងថាអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរតែគ្រប់យ៉ាងការផ្លាស់ប្ដូរគ្រប់យ៉ាងហ្នឹងគឺចាប់ផ្ដើមពីអ្នកទាំងអស់គ្នាទៅមុនណាសម្រាប់ Gemini Rising អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរក្រុមnetworking របស់អ្នកទាំងអស់គ្នាឬក៏ជីវិត social របស់អ្នកទាំងអស់គ្នាឬក៏ community របស់អ្នកទាំងអស់គ្នាឲ្យវាល្អជាងមុនការផ្លាស់ប្ដូរដំបូងគឺពីអ្នកទាំងអស់គ្នាទៅ yes ហ្នឹងហើយអូខេ Cancer Rising អាចនឹងតាក់ទងជាមួយនឹងpublic image របស់គាត់អញ្ចឹងអាចនិយាយបានថាអញ្ចឹងដោយសារតែ Aries ស្ថិតនៅក្នុងផ្ទះទី10របស់គាត់អញ្ចឹងអាចនឹងមានអ្នកគេនិយាយដើមអ្នកទាំងអស់គ្នាច្រើនអ្នកដែលគាត់មាន Cancer Rising អាចនឹងគេនិយាយអីពីអ្នកទាំងអស់គ្នាច្រើនក្នុងកំឡុងពេលហ្នឹងគេនិយាយអីនិយាយទៅបាច់ខ្វល់ទេសំខាន់ជីវិតរបស់អ្នកទាំងអស់គ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងតាក់ទងជាមួយនឹងការងាររបស់អ្នកទាំងអស់គ្នាក៏អ្នកទាំងអស់គ្នាគួរតែគិតឡើងវិញថាការងារដែលអ្នកទាំងអស់គ្នារាល់ថ្ងៃធ្វើហ្នឹងមិនថាជាការងារធ្វើឲ្យគេមិនថាជា business ខ្លួនឯងទេអ្នកទាំងអស់គ្នាអាចគិតមើលបានថាវាពិតជាអបដូចអ្វីដែលអ្នកចង់បានអត់យល់អ្វីដែលខ្ញុំនិយាយហើយក្នុងកំឡុងពេលហ្នឹងវាច្បាស់ណាស់គេមើលមកអ្នកទាំងអស់គ្នាគេតែងតែ complain ដោយសារតែវាស្ថិតនៅក្នុងផ្ទះទី10របស់អ្នកទាំងអស់គ្នាដែលជាផ្ទះនៃ public image ផ្ទះនៃមហាជននៃសាធារណៈហ្នឹងហើយគេអញ្ចឹងគ្រប់កំឡុងពេលដែលអ្នកទាំងអស់គ្នាធ្វើអីឬក៏សម្រាប់ចិត្តអីមួយនៅក្នុងកំឡុងពេលហ្នឹងសម្រាប់ Cancer Rising គឺនឹងមានការ feedback មកវិញច្រើនវាអាចនឹងមានរឿងទាំងអាក្រក់វាទាំងល្អអញ្ចឹងបើសិនជារឿងណាដែលល្អក៏យកដាក់ទៅបើរឿងណាដែលគិតថាអ្នកទាំងអស់គ្នាគិតថាវាមិនល្អទេមិនបាច់ចង់ខ្វល់ពីវាច្រើនទេឲ្យវាទៅចាក់ទឹកចោលប្រហូរតាមស្ទឹងប្រហូរតាមសមុទ្រអីចឹងទៅហ្នឹងហើយកុំខ្វល់ពីគេខាងពេលសំខាន់ជីវិតរបស់អ្នកទាំងអស់គ្នាគឺជាអ្វីដែលអ្នកទាំងអស់គ្នាចង់បានអត់រាល់ថ្ងៃហ្នឹងបើសិនជាចង់បានទេផ្លាស់ប្ដូរបើសិនជាចង់បានទេបន្តធ្វើមិនឲ្យវាបានយូរអង្វែង
ok chắc dân to từ đó Leo Rising sầm rạp Leo Rising Eric cứ thật nó không test tí bổng bổng bọc cuộc quạt đại tẹt tôn cho mùi nâng cao chùm nữa cái chơi chơi rồi cái ai tẹt tôn cho mùi nâng inspiration đại chắc pe về liền mùi nâng cái chi pe về liền để nè tầng ngọt khía cua tại xua tha ta nè tầng ngọt khía cua tại cho còn lại nè nó không bị phục lục bao nhiêu mùi nâng rồi cả ai vậy ban ha ta nè để nè tầng ngọt khía inspire by nè đại nè tầng ở kia trong vô cùng rủ tam đó mà nè nó cứ bất chiêu mình nốt đại trâm trơ đại vì xạ xong rồi có chiêu mà được đại trơ nâng chỉ miên nơi chỉ vật đại nè tầng ở kia ban mèn ở trong ban mèn ở vô được ở vậy để nhóm giấy rồi cả anh vậy ban tha ta nè tầng ở kia bao sinh chỉ nè tầng ở kia chỉ Leo Rising hay nè tầng ở kia chỉ influencer chắc nè tầng ở kia cua tại kết mà đón tiết tha ta ở vậy để nè tầng ở kia phơ hỏa ngày nè việc bất chế chui rồi cả inspire mà nó chung quanh luôn nè tầng ngọc này ở bác sĩ nè tầng ngọc thì chị influencer chẳng hạn chị Leo Rising bác sĩ chị ở tết nè tầng ngọc này chị Leo Rising thì nè tầng ngọc kia miền influencer mỗi năm lại chui inspire nè tầng ngọc này chẳng là nè tầng ngọc này cái thao nhưng trong ban chỉ vật ấy lên của quát nè tầng ngọc này ai cất mơ mà đó thì tha ta mà nè nâng bất chỉ miền chỉ vật đây nè tầng ngọc này trong ban mẹ nó hai ở vậy là cây này dậy nâng cứ bất chỉ chỉ cả bật ở nè tầng ngọc kia cua tại xua luôn này hay xua luôn này ta tan nè tầng ngọc kia trong cho nơi cái lại nè nó không chỉ bật bỏ nè tầng ngọc kia nè giả nó sầm đạp Leo Rising ok dân to từ đó Virgo Rising sầm đạp Virgo Rising Eric cứ sự thật nó không test ti bầm bậy bảo phụ con chẳng nó không cầm lỏng pe bay năm nó dùng cơ tha vi chi pe và liều muối để chỉ pe và liều là o sầm đẹp nè tầng ngọc kia không cát đo sai pa nhà ha bầm nổi đó sái ba nhà ha bầm nổi bao giờ trên này tầng ở khi chụp đồng nổi cái việc upscroll đấy nhưng chưa thảo việc upscroll đấy để sai xả đến cứ mình đã thua ở dương scroll đấy yes việc upscroll đấy bàn tay nè tầng ở khi tại miên vì nấy không cá đó sái ba nhà ha bầm nổi nâng bàn tay ham môi nó không cầm lồng pe nâng ham trùng bẹ cái thải nhưng cái tháp pe về nó cứ chỉ pe về đã ăn lòi sầm lập tại nè tầng ở kia tầng xây lôi từ nè kia được xây lôi ấy được rồi lôi cây màu vị được tôn ấy nè bác sinh trên nè tầng ở kia thua ca business chỗ kia rồi rồi si châu lôi kia nè nó cứ chỉ cả investment này trong bác sinh trên nè tầng ở kia trong video từ lờ vậy muối bác sinh trên nè tầng ở kia chỉ Virgo Rising và nè tầng ở kia trong video lờ vậy muối không còn lồng pe nè tầng ở kia rơi tại mơ ở mẹ tèn tẹt ton cho mùi nặng contra tẹt ton cho mùi nặng ấy nắng benefit ấy xem nắng contra ấy nắng môn nắng sình nhé mơ ở mẹ tẹn vì là dục lôi tới cái lại nè muối trơ bị nứt ở mẹ tẹn nhưng tăng thầu vơ gỗ rai sẽ cứ vượt qua cứ trên nhà bị phê xẻ bài bàn tay nó không cầm lồng pe xả rắn sự thật nó không té tí bay bao bộ quát nè thằng ngọc khét thở ta phải dắt muối côn bằng pì nè đã quăng miên vơ gỗ rai sẽ tới tao bị phê mẹ tẹn hai đôi nhôm vậy chẳng bao sen trên nè thằng ngọc khét cặp bông tay chụp bẹ từ nửa kia do pe và liền đến cứ chi pe và liền đập bay đo xẻ bằng non nặng tai bà sinh trên nè tầng ngọc khi trắng chay thì kia với cầm lồng pe nắng vì ai đang miền ca bị bá không dụ bo bà nhóm kinh doanh mà tròn ở chay thế thì muối thì pé bà sinh chỉ chay nè tầng ngọc khi trơ tại mở công tra ở sưu buồn ok ok Libra Rising Eric cứ thân nó không test tí bằng bao bọn nè tầng ngọc khi đã tẹt to cho mùi năng comment relationship rồi có chỉ vật điệp ca thì có chỉ vật là ai cheat business tại business partner ấy đấy nè vậy chấm tẹt to cho mười đừng nè chật snật bao sinh trên nè đó ở to miên vào đây và con tế rồi còn đây tới ai nè tẹt to cho mình nằm bài friend này chẳng tới chấm nó không cầm lông pe năng ai nè xài đến xua nè tầng ngọc nè tháp ta tua nè ti bao nè tầng ngọc kia muối nè đây sẽ thật nơi không tầm nè tầm nón snai ha tầm nè tầm nón riệp ca rồi tầm nè tầm nón business ca hồ si cho mỗi kia rồi tầm nè tầm nón cho mình mật thẻ rằng chắc nè tầng ngọc kia take responsibility cái lại nằng anh vậy ban thay bà sinh thì nè tầng ngọc kia hiệp ca hơi nè đã còn chỉ Libra Rising còn miền vào đây miền vào con hai ai能chỉ vật hiệp ca quát vì ai năng mình bay bạn ấy còn tha vì đôi nhôm vậy chẳng anh chỉ vật snai hai giới lạnh kia dương tay tầm miền là phơn ở snai hai bao giờ ngay phải dạ trắng tay dương phơm mấy tầm bay ở phơn nâng ở viên nơi bật to chạy tới ban là hồ cùng ở viên là lột trắng á là ngày trắng ơi ở trong snai hai bao giờ với tay một cho mỗi khi ban là hồ cùng ở viên là lột trắng vậy trắng từ có bàn tay bà sinh chìa cho người ta trẻ bà tam nhung cơ đó nè khác cả ai là miên ca bạch bạn này ha này nó không công lồng pe đang sắp Libra Rising ok
តែតងជាមួយនឹងជីវិតហេតុការណ៍អីហ្នឹងអាចនឹងគាត់មានការបែកបាក់ដែរប៉ុន្តែសួរថាវាអាក្រក់អត់បើសិនជាតំណែងតំណងមួយនឹងវាបែកបាក់ក្នុងកំឡុងពេលអ្នកទាំងអស់គ្នាមានសារ៉ាន់ return ហ្នឹងគឺមានន័យថាជីវិតស្នេហាមួយនោះឬក៏ម្នាក់ហ្នឹងគឺជាពិតជាអាចនៅជាមួយអ្នកទាំងអស់គ្នាបានរយៈពេលយូរទេពួកអីសារ៉ាន់គឺជាភពដែលមាន legacy គឺជាភពដែលធ្វើឲ្យវាមានភាពយូរវង្វែងអញ្ចឹងក្នុងកំឡុងពេលហ្នឹងបើសិនជាអ្នកទាំងអស់គ្នាខំប្រឹងអស់ហើយថែរក្សា relationship ហ្នឹងហាក់អស់ហើយតែវាមើលទៅវាអត់មានអនាគតបោះបង់ចុះអូខេតែបើសិនជាគិតថាមានអនាគតគាត់ថាយើងវាតែងតែមានបញ្ហាគឺសារ៉ាន់អញ្ចឹងគឺប្រកាសជាវាមានបញ្ហានៅ responsibility អីផ្សេងទៀតចូលមកច្រើនអ្នកដែលគាត់រៀបការក៏គាត់ដឹងហើយនៅពេលដែលរៀបការយើងមានទំនួលខុសត្រូវថ្មីជាច្រើននៅក្នុងគ្រួសាររបស់យើងឧទាហរណ៍បើសិនជាយើងពីមុនយើងជាអ្នកដើរលេងជាអ្នកមិនសូវជាខ្វាយខ្វល់រឿងជីវិតគ្រួសារអីមែនទេជាពិតបើសិនជាមនុស្សប្រុសអាចឡើងថាអូគាត់ត្រូវផឹកស្រាផឹកអីជប់លៀងជប់អីច្រើនពេលនៅ single ប៉ុន្តែនៅពេលដែលគាត់ការហើយគឺគាត់ជាឪពុកគេគាត់គឺជាប្តីរបស់គេអញ្ចឹងទំនួលខុសត្រូវរបស់គាត់គឺថែរក្សាប្រពន្ធរកចំណូលចូលផ្ទះអីចឹងឡាក់ហ្នឹងទៅហ្នឹងហើយអញ្ចឹងវាតែងតែវាមានទំនួលខុសត្រូវអីហ្នឹងចូលមកថ្មីច្រើនអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នកន្លែងហ្នឹងណែវាអាចនឹងមានបញ្ហាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាឆ្លងកាត់ពេលវេលាហ្នឹងបានជីវិតគ្រួសាររបស់អ្នកទាំងអស់គ្នានឹងនៅបានយូរវែងហ្នឹងហើយអូខេសម្រាប់Scorpio Rising សម្រាប់ Scorpio Rising Aries គឺស្ថិតនៅក្នុងផ្ទះទី6របស់អ្នកទាំងអស់គ្នាដែលនិយាយអំពីday to day life តាក់ទងជាមួយនឹង work daily routine របស់ជីវិតការងាររបស់អ្នកទាំងអស់គ្នាឬក៏អាចនឹងជានិយាយអំពីជីវិតអ្នកទាំងអស់គ្នាធ្វើការងារគេឬក៏បុគ្គលិករបស់អ្នកទាំងអស់គ្នាអញ្ចឹងទៅវាឧទាហរណ៍ណាមិនឧទាហរណ៍គឺផ្ទះហ្នឹងគឺវាយើងនិយាយអញ្ចឹងជានិយាយចំជីវិតការងារមិនថាជាអ្នកទាំងអស់គ្នាជាបុគ្គលិកឲ្យគេឬក៏អ្នកទាំងអស់គ្នាមានអ្នកដែលធ្វើការឲ្យអ្នកទាំងអស់គ្នាទេអញ្ចឹងផ្ទះទី6គឺនិយាយអញ្ចឹងហើយក៏ផ្ទះទី6ក៏អាចនិយាយអំពីសុខភាពរបស់អ្នកទាំងអស់គ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងក្នុងកំឡុងពេល3ឆ្នាំហ្នឹងអ្នកទាំងអស់គ្នាអាចនឹងរៀងពិបាកតាក់ទងជាមួយនឹងការធ្វើការងាររបស់អ្នកទាំងអស់គ្នាជីវិតឬការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាប្រចាំថ្ងៃតាក់ទងជាមួយនឹងការងារអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំយកបរបស់ខ្ញុំគឺអ្នកទាំងអស់គ្នាអាចនឹងរៀប plan ទៅយើងរៀប schedule រៀបអីត្រឹមត្រូវថាលក្ខណៈថាការងារណាដែលយើងត្រូវធ្វើមុនការងារណាដែលយើងត្រូវធ្វើក្រោយអីចឹងណានឹងសម្រាប់ Scorpio Rising ហើយមួយទៀតតាក់ទងជាមួយនឹងការញ៉ាំអាហាររបស់អ្នកទាំងអស់គ្នាក៏ត្រូវតែប្រយ័ត្នដែរដោយសារតវាស្ថិតនៅក្នុងផ្ទះទី6ដែលតាក់ទងជាមួយនឹងសុខភាពរបស់អ្នកទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងម្ហូបខ្លះដែលញ៉ាំទៅជួយឲ្យសុខភាពអ្នកទាំងអស់គ្នាល្អចាំញ៉ាំម្ហូបខ្លះដែលវាមិនជួយដល់សុខភាពរបស់អ្នកទាំងអស់គ្នាហើយវាធ្វើឲ្យអ្នកទាំងអស់គ្នាឈឺថែមហ្នឹងហើយហ្នឹងគួរជៀសវាងបានគួរជៀសទៅយ៉ាអូខេសម្រាប់ Sagittarius Rising Aries គឺស្ថិតនៅក្នុងផ្ទះទី5របស់អ្នកទាំងអស់គ្នាដែលស្ថិតដែលនិយាយអំពី creativity តាក់ទងជាមួយនឹងattention ផ្ទះទី5បើសិនជាអ្នកទាំងអស់គ្នាជា streamer ឬក៏ជា YouTuber ឬក៏ជា vlogger ភាគច្រើន Sagittarius Rising គឺគាត់ជាបែបហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលថា content អ្វីដែលអ្នកទាំងអស់គ្នាពិតជាចង់ធ្វើមែនតើគុំលក្ខណៈថា content ដែលអ្នកទាំងអស់គ្នាធ្វើរាល់ថ្ងៃហ្នឹងគឺវាពិតជា content ដែលអ្នកទាំងអស់គ្នាចង់ធ្វើអញ្ចឹងតាក់ទងនៅក្នុងcreativity របស់អ្នកទាំងអស់គ្នាហើយអាចនឹងតែលេខ5ហ្នឹងក៏អាចនិយាយអំពីជីវិតស្នេហា dating life romantic life របស់អ្នកទាំងអស់គ្នាដែរអញ្ចឹងជីវិតស្នេហារបស់អ្នកទាំងអស់គ្នាអ្នកដែលគាត់មាន Sagittarius Rising អាចនឹងមានបញ្ហាតិចតួចមិនមែនជាជីវិតប្តីប្រពន្ធទេណាអ្នកទាំងអស់គ្នាគឺជីវិតស្នេហាសង្សារអីហ្នឹងអាចនឹងមានបញ្ហាអ្នកទាំងអស់គ្នាអាចនឹងបើសិនជា working បានកន្លែងហ្នឹង work ទៅដូចខ្ញុំនិយាយអញ្ចឹងនេះខ្ញុំគាត់តែនិយាយជាទីតាំងទេហើយតាក់ទងជាមួយនឹងការ express yourself ដោយសារទីផ្ទះទី5ហ្នឹងក៏និយាយអំពីការបង្ហាញខ្លួនឲ្យអ្នកទាំងអស់គ្នាទៅឲ្យគេឃើញអញ្ចឹងណាហ្នឹងហើយបង្ហាញអ្វីដែលអ្នកទាំងអស់គ្នាមានទៅឲ្យគេឃើញអញ្ចឹងអាចនឹងនិយាយបានថានៅពេលដែលអ្នកទាំងអស់គ្នាបង្ហាញខ្លួនឯងចេញទៅឲ្យពិភពលោកខាងក្រៅបានឃើញអាចនឹងមានគេនិយាយចេះនិយាយចោះវាជារឿងធម្មតាអូខេអញ្ចឹង
cái dễ vậy tao sầm khăn nè tao ngọc khi score của này cho ba hay đơn đặt nè tao ngọc khi vừa ấy hay nè bây giờ nè tao ngọc khi express của này tranh mắc ra rồi cái tranh content ấy nam môi nè tao ngọc khi xuống của này cho ba thanh nâng bật chia content nè tao ngọc khi trong vừa hay vi chia content rồi cái chia cùng đất này bắt đất rồi cái chia ai để bỏ nè tao ngọc khi môi nâng này nè tao ngọc khi trong vừa nâng vi bật chia ban dùng vậy nhỉ chỉ ở vậy là nè tao ngọc khi trong ở viết đa từ dùng vậy và sân chỉ trong cho ba này vì bà con chế miên ốp và xạ bàn tay bà sân trên nẹ tầng ngọc này đo sẽ ốp và xạ nâng bán chỉ vật bằng nẹ tầng ngọc này nâng bà xạ chỉ ngôn yes ok Capricorn rising sầm rap Capricorn rising Eric cứ thân nơi không te ti buồn bao nè tầng ngọc này chẳng ai đi dạy bàn thá không chỉ vật te của sao bao nè tầng ngọc này ai nâng giá hiện miền bạn hà tự đập tự đủ tê cho nên cả ai đi dạy bàn thá nè tầng ngọc này tinh te mấyแต่ធ្វើឲ្យអ្នកទាំងអស់គ្នាមាន responsibility ជាងមុនបើសិនជាអ្នកទាំងអស់គ្នាអត់ទិញផ្ទះថ្មីទេអាចនិយាយបានថានៅក្នុងផ្ទះរបស់អ្នកទាំងអស់គ្នានឹងអ្នកទាំងអស់គ្នាមានទំនួលខុសត្រូវច្រើនជាងមុនទេអញ្ចឹងទៅនិយាយចំតាក់ទងជាមួយនៅក្នុងជីវិតក្នុងផ្ទះរបស់អ្នកទាំងអស់គ្នាវាហើយណាមួយដោយសារតែអ្នកទាំងអស់គ្នាជា Capricorn rising ហើយ Capricorn គឺជា ruling planet Saturn គឺជា ruling planet របស់តារានិក content អញ្ចឹងអាចនឹងអ្នកទាំងអស់គ្នាអាចនឹងប៉ះពាល់ខ្លាំងជាងគេដែរយ៉ាអញ្ចឹងនៅក្នុងផ្ទះទី4របស់អ្នកទាំងអស់គ្នានឹងតាក់ទងជាមួយនឹង Home and Family Foundation យ៉ាអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងមើលកន្លែងហ្នឹងតិចទៅតាក់ទងជាមួយនឹងអ្នកផ្ទះតាក់ទងជាមួយនឹងរឿងអចលនទ្រព្យតាក់ទងជាមួយនឹងរឿងនិយាយចំរឿងដីធ្លីឬក៏រឿងមូលដ្ឋានគ្រឹះអីអ្នកទាំងអស់គ្នាហ្នឹងយ៉ាអ្នកទាំងអស់គ្នាគួរតែមើលកន្លែងហ្នឹងតិចទៅបើសិនជាអ្នកទាំងអស់គ្នាចង់ build ជា business អ្នកទាំងអស់គ្នាដែលជាCapricorn rising ហើយអ្នកទាំងអស់គ្នាមាន business ខ្លួនឯងណាអ្នកទាំងអស់គ្នាគួរតែមើលមូលដ្ឋានគ្រឹះ business របស់ខ្លួនអ្នកទាំងអស់គ្នាថាវារឹងមាំអត់បើអត់រឹងមាំទេរកអីជួសជុលវាហើយអូខេយ៉ាអូខេសម្រាប់ Aquarius rising សម្រាប់ Aquarius rising Eric គឺស្ថិតនៅក្នុងផ្ទះទី3របស់អ្នកទាំងអស់គ្នាដែលតាក់ទងជាមួយនឹង daily life តាក់ទងជាមួយនឹងជីវិតប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាទម្លាប់ជីវិតប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាឬក៏អាចនឹងនិយាយអំពីទម្លាប់ការនិយាយស្ដីរបស់អ្នកទាំងអស់គ្នាដែរអញ្ចឹងនៅក្នុងកំឡុងពេលហ្នឹងអាចដែលអ្នកទាំងអស់គ្នាមានបញ្ហាតាក់ទងជាមួយនឹងការនិយាយស្ដីរបស់អ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតបើសិនជារឿងហ្នឹងវាអត់ធ្វើឲ្យអ្នកទាំងអស់គ្នា comfortable ទេនិយាយថា no ខ្ញុំអត់ពេញចិត្តនឹងអ្វីដែលអ្នកឯងនិយាយទេកុំឲ្យអ្នកផ្សេងគេបិទមាត់អ្នកទាំងអស់គ្នាណាសម្រាប់Aquarius rising ក្នុងកំឡុងពេល3ឆ្នាំហ្នឹងរៀននិយាយរៀនយកពាក្យសម្ដីខ្លួនឯងចេញមកខាងក្រៅវាច្បាស់ណាអ្នកផ្សេងគេប្រកាសជានិយាយព្យាយាមបិទមាត់អ្នកទាំងអស់គ្នាហើយប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែថាវិញអរេលើកហ្នឹងគឺខ្ញុំអត់ឲ្យអ្នកទាំងអត់ឲ្យអ្នកឯងមកបិទមាត់ខ្ញុំទៀតទេអូខេអញ្ចឹង Aquarius rising ចាប់ផ្ដើមយកសម្លេងខ្លួនឯងរៀនប្រើសម្លេងខ្លួនឯងឲ្យទៅជាអំណាចមួយមកវាអាចនឹងមានបញ្ហាអាចនឹងមានបញ្ហាប៉ុន្តែព្យាយាមទៅហ្នឹងហើយតាក់ទងជាមួយនឹងបងប្អូនអ្នកចិត្តខាងអាចនឹងមានការទាស់សម្ដីគ្នាអីនៅក្នុងបងប្អូននៅក្នុងអ្នកចិត្តខាងអីហ្នឹងប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងព្យាយាមនិយាយព្យាយាមលើកហេតុផលមកនិយាយមកហើយនឹងអារឿងជីវិតប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាទម្លាប់ប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាធ្វើជារៀងរាល់ថ្ងៃហ្នឹងណាក៏មើលដែរបើសិនជាទម្លាប់មួយហ្នឹងវាអត់ត្រូវជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាចង់បានឬក៏ជីវិតដែលអ្នកទាំងអស់គ្នាពិតជាចង់បាននៅក្នុងពេលអនាគតទេផ្លាស់ប្ដូរវាចេញផ្លាស់ប្ដូរទម្លាប់ហ្នឹងចេញ yes ឬក៏មួយទៀតថាចេះបើសិនជាពីព្រោះអីនៅក្នុងផ្ទះលេខ3ហ្នឹងក៏យើងនិយាយអំពី environment បរិយាកាសនេះជុំវិញខ្លួនដែរបើសិនជាអ្នកទាំងអស់គ្នាមិនពេញចិត្តនៅក្នុងបរិយាកាសដែលអ្នកទាំងអស់គ្នានៅរាល់ថ្ងៃហ្នឹងទេបើសិនជាអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរបរិយាកាសហ្នឹងទេបរិយាកាសដែលអ្នកទាំងអស់គ្នានៅជុំវិញខ្លួនរាល់ថ្ងៃហ្នឹងមិនជួយឲ្យអ្នកទាំងអស់គ្នា grow up ទៅមុខទេផ្លាស់ប្ដូរចុះវាពិបាកខ្ញុំដឹងថាពិបាកដោយសារតែសារ៉ាន់គឺមិនងាយស្រួលទេប៉ុន្តែអ្នកទាំងអស់គ្នាពុះពីបានគឺជីវិតរបស់អ្នកទាំងអស់គ្នានឹងល្អជាងមុនអូខេអញ្ចឹងយើងចូលទៅដល់ Pisces rising សម្រាប់ Pisces rising Eric គឺស្ថិតនៅក្នុងផ្ទះទី2របស់អ្នកទាំងអស់គ្នាដែលនិយាយអំពី
income តកតងជាមួយនឹង expense income ចំណូលចំណាយតកតងជាមួយនឹង sale value តកតងជាមួយនឹង skill របស់អ្នកទាំងអស់គ្នាជំនាញរបស់អ្នកទាំងអស់គ្នាមានអញ្ចឹងនៅក្នុងកំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាអាចនឹងមានបញ្ហាតកតងជាមួយនឹងរឿងលុយកាក់ចំណូលចំណាយតិចអញ្ចឹងអ្នកទាំងអស់គ្នាយល់ល្អគួរតែរៀនគ្រប់គ្រងចំណូលចំណាយឲ្យបានល្អថាតើអាកន្លែងចំណូលដែលអ្នកទាំងអស់គ្នាបានរាល់ថ្ងៃហ្នឹងពិតជាចំណូលដែលអាចជួយឲ្យអ្នកទាំងអស់គ្នាទៅមុខបានអត់បើសិនជាអត់ទេអ្នកអាចទាំងអស់គ្នាអាចនឹងរកចំណូលផ្សេងបានរកវិធីក្នុងការយកចំណូលផ្សេងមកបានអញ្ចឹងណាហើយបើសិនជា skill អ្នកទាំងអស់គ្នាមើលថាតើជំនាញរាល់ថ្ងៃដែលអ្នកទាំងអស់គ្នាកំពុងតែមាននេះវាពិតជាជំនាញដែលត្រូវជាមួយនឹងជីវិតដែលអ្នកទាំងអស់គ្នាចង់បានអត់បើសិនជាអត់ទេអ្នកទាំងអស់គ្នាអាចនៅទៅរៀននៅជំនាញថ្មីសិក្សានៅជំនាញថ្មីឬក៏ចាប់ផ្ដើម improve skill ខ្លួនឯងឲ្យល្អជាងមុនដើម្បីឲ្យជីវិតរបស់អ្នកទាំងអស់គ្នាគឺប្រសើរជាងមុនអញ្ចឹងនៅក្នុងកំឡុងពេលសារ៉ាហ្នឹងចូលទៅក្នុង area ហ្នឹងអ្នកទាំងអស់គ្នាគួរតែ improve skill ខ្លួនឯងពង្រឹងជំនាញដែលអ្នកទាំងអស់គ្នាមានឬក៏អ្នកទាំងអស់គ្នាទៅរកជំនាញណាដែលអ្នកទាំងអស់គ្នាគិតថាវាត្រូវជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាចង់បាននៅក្នុងពេលអនាគតរៀនសួរនិងឆ្លើយខ្លួនឯងឲ្យស្មោះត្រង់ជាមួយនឹងខ្លួនឯងមិនបាច់ទៅស្មោះត្រង់ជាមួយអ្នកណាទេសួរខ្លួនឯងឆ្លើយខ្លួនឯងឲ្យស្មោះត្រង់ខ្លួនឯងឲ្យខ្លួនឯងដឹងចម្លើយតែចម្លើយហ្នឹងពិតជាស្មោះត្រង់មែនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់រៀនជំនាញណាមួយថ្មីរៀនចុះអូខេហើយខ្ញុំដឹងថាវាពិបាកបកតជាពិបាកព្រោះសារ៉ាន់អត់មានស្រួលទេយ៉ាអញ្ចឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអូខេអញ្ចឹងសម្រាប់វីដេអូដែលសារ៉ាន់ចូលទៅក្នុងតារានិក Airy គឺខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាខ្ញុំអាចនឹងជួយអ្នកទាំងអស់គ្នាបានខ្លះនិងជួយត្រៀមខ្លួនអ្នកទាំងអស់គ្នាបានខ្លះនៅក្នុងកំឡុងពេលសារ៉ាន់ចូលទៅក្នុងតារានិក Airy ហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំបញ្ជាក់មួយទៀតណាបើសិនជាអ្នកទាំងអស់គ្នាមាន rising sign នៅក្នុង lead degree អ្នកទាំងអស់គ្នាគួរតែទៅមើលម្ដងទៀតណាថា Airy ស្ថិតនៅក្នុងផ្ទះទីប្រមាណរបស់ birth chart របស់អ្នកទាំងអស់គ្នាពីព្រោះអីបើសិនជាអ្នកទាំងអស់គ្នាឧទាហរណ៍ថាបើអ្នកទាំងអស់គ្នាមាន cancer rising នៅក្នុង degree វា lead degree ដែរអញ្ចឹងណាអញ្ចឹងវាអាចមិនស្ថិតនៅក្នុងផ្ទះទី10ទេវាអាចនឹងស្ថិតនៅក្នុងផ្ទះទី9អីចឹងទៅហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅមើល birth chart របស់អ្នកទាំងអស់គ្នាម្ដងទៀតថា Airy ស្ថិតនៅក្នុងផ្ទះទីប្រមាណរបស់អ្នកទាំងអស់គ្នាអញ្ចឹងណាអូខេអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាខ្ញុំមានពាក្យពេចន៍កន្លែងណាដែលខុសឆ្គងខ្ញុំឲ្យអ្នកទាំងអស់គ្នាជួយយោគយល់ខ្ញុំផងហ្នឹងហើយអូខេអញ្ចឹងបាយបាយអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ